ជាដំបូងនាងខ្ញុំសូមជម្រាបសួរដល់លោកគ្រូម៉មសារឿននិងសួស្តីមិត្តរួមថ្នាក់ទាំងអស់គ្នានាងខ្ញុំឈ្មោះលៀងលក្ខណាមកពីថ្នាក់ទី 12A នៃវិទ្យាល័យប៊ុនរនីហ៊ុនសែនដងតុងថ្ងៃនេះខ្ញុំមកបកស្រាយអត្ថបទរឿងរាមកេរ្តិ៍ក្នុងខ្សែទី 3 ខ្ញុំនឹងធ្វើការសង្ខេបជូនដូចតទៅពីរាជចូលឆក់យកនាងសេតាព្រះលក្ខណ៍ធានាខ្លួនចេញតស៊ូយកនាងសេតាមកវិញប៉ុន្តែត្រូវចាញ់យក្សព្រះរាមក៏ថ្លែងសរសម្រាប់យក្សក្នុងគ្រានោះបាត់ទៅដោយមានចិត្តអាក់អន់នឹងឫទ្ធានុភាពត្រង់បែបនេះក៏សូមលាព្រះរាមចេញទៅតាំងសិលដើម្បីរំលឹកមន្តអាគមដែលបានរៀនកន្លងមកឡើងវិញពេលនោះមានប្អូនស្រីយក្សមួយឈ្មោះនាងសុបនខាមកសុំសេចក្តីស្នេហាពីព្រះរាមបញ្ចុះបញ្ចូលឲ្យទៅជួបព្រះលក្ខណ៍ទៅវិញព្រឹត្តិការណ៍នេះប្រព្រឹត្តទៅចំនួន2លើកដោយមានចិត្តសន្ធោសន្ធៅនាងសុបនខាក៏ប្រើពាក្យសម្ដីមិនសមគួរធ្វើឲ្យព្រះលក្ខណ៍មានការកេរក្រោធរហូតប្រើហិង្សាកាត់ដៃកោសក់នាងសុបនខាស្រែករហូយំរំពងពេញព្រៃនាងសុបនខាក៏ប្រែកាឡាជាយក្សខេណីហើយក៏បានស្រែករហូយំរហូតលឺដល់ក្រុងខជាបងក៏បានបញ្ជាឲ្យមេតបមួយឈ្មោះថាខុនទួមកនាំនាងសុបនខាចូលនគរវិញហើយក៏កេណ្ឌតបមកច្បាំងនឹងព្រះរាមនិងព្រះលក្ខណ៍ក្រុងខក៏បានបញ្ជាឲ្យខុនទួចូលច្បាំងមុនគេបន្ទាប់មកត្រីមុខហើយក្រោយគេបង្អស់គឺក្រុងខខ្លួនឯងប៉ុន្តែយ៉ាទាំងអស់សុទ្ធតែត្រូវវិនាសដោយសារធ្នូសររបស់ព្រះរាមគ្មានសល់ឃើញបងរបស់ខ្លួនស្លាប់អស់ហើយនាងសុបនខាក៏យកដំណឹងនេះទៅប្រាប់ក្រុងរាពណ៍ជាបងដែលសោយរាជនៅនគរលង្កានាងបានទាំងអួតសរសើរពីលំអងឯករបស់នាងសេតាដែលហាក់ដុតចិត្តក្រុងរាពណ៍ឲ្យធ្លាក់ក្នុងផ្លូវកម្មគុណហើយជំរុញឲ្យក្រុងរាពណ៍យកនាងសេតាមកធ្វើមហេសីម្នាក់ទៀតក្រុងរាពណ៍មានចិត្តត្រេកត្រអាលក៏បានទៅពិភាក្សាជាមួយប្អូនហើយក៏បានបញ្ជាទាំងបង្ខំឲ្យសេនាម្នាក់ឈ្មោះមហារាជកាឡាខ្លួនជាព្រះមេរត់កាត់អាស្រមបញ្ឆោតព្រះរាមងាយស្រួលខ្លួនចូលចាប់នាងសេតាពេលឃើញព្រះមាសคล้ายនាងសេតាក៏ប្រើព្រះរាមទៅបាញ់ប្រើមាសនោះដើម្បីយកស្បែកមកធ្វើជាកម្រាលនៅពេលយាងចូលទៅសោយរាជទោះបីព្រះរាមបញ្ជាក់ថាជាប្រើមាសคล้ายក៏ដោយក៏នាងសេតាទាមទារឲ្យព្រះរាមទៅចាប់ប្រើមាសនោះឲ្យតតែបានប្រើមាសត្រូវសររបស់ព្រះរាមមុននឹងស្លាប់ក៏ស្រែកបន្លំជាសម្លេងព្រះរាមហៅព្រះលក្ខណ៍ដឹងថាជាល្បិចកលរបស់យក្សដែរតែនាងសេតាបង្ខំឲ្យព្រះលក្ខណ៍ប៉ុន្តែដោយសារការបង្ខំរបស់នាងសេតាក៏សុខចិត្តធ្វើដំណើរទៅតាមព្រះរាមពេលនោះក្រុងរាពណ៍ក៏កាឡាខ្លួនធ្វើជាឥសីដើរតម្រង់មករកនាងសេតាកិច្ចបញ្ចប់ខ្ញុំសូមអរគុណដល់លោកគ្រូម៉មសារឿននិងអរគុណដល់មិត្តភ័ក្តិទាំងអស់គ្នាដែលបានស្ដាប់នៅការបកស្រាយរបស់នាងខ្ញុំសូមអរគុណ